មេឃនៅស្រឡះកុំភ្លេចធ្វើបុណ្យព្រះដែលមានគុណមេត្តាបិតាញាតិមិត្តបងប្អូនជីដូនជីតាក៏ហៅគ្រប់គ្នាជួបជុំពេលប្រជុំចម្រើនពរញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាក្នុងឱកាសបុណ្យប្រជុំបិណ្ឌនេះអាត្មាភាពសូមជូនកំណាព្យមួយបទមានចំណងជើងថាបុណ្យប្រជុំបិណ្ឌបុណ្យប្រជុំ100ឆ្នាំកូននឹកពុកម៉ែនឹកលោកទាំងទ្វេនឹកអនុសាម៉ែធ្លាប់វិចនំក្នុងប្រជុំវស្សាពុកដៃជើងស្កាជួយស្ងោរនំម៉ែខ្លាចតែរុកខ្ញុំមិនដែរជួបសោះរឿងអស់ទាំងនោះមិនប្រទះទេបុណ្យទានម្ដងកុំព្រាខុសគេប្រពៃណីខ្មែរតែខ្ញុំមិនយល់ប្រត់ប្រាស់ពីម្ដាយតាំងពីកំណើតទឹកដីល្អឆើតដែលខ្ញុំបានស្គាល់មិនយូរប៉ុន្មាននិរិះគ្មានសល់ហ្វាយខ្វល់អំពុលឃ្លាតញិតសន្តានពេលធំដឹងក្តីរស់នៅស្រុកផ្សេងបុណ្យប្រជុំធំធេងតែមិនដែរបាក់អ្វីទៅបោះបន់អ្នកណាស្រេកឃ្លានទៅវត្តស្មានព្រោះប៉ានាំទៅឥឡូវទើបដឹងថាប្រជុំជាអ្វីបងប្អូនប្រុសស្រីរវល់ពេកកើជប់កិច្ចការងាររៀងរដូវចំណែករៀងផ្លូវទៅវត្តក៏ឆ្ងាយមេឃនៅស្រឡះកុំភ្លេចធ្វើបុណ្យព្រះដែលមានគុណមេត្តាបិតាញាតិមិត្តបងប្អូនជីដូនជីតាក៏ហៅគ្រប់គ្នាជួបជុំពេលប្រជុំពីខ្ញុំប្រកាសណាអាត្មាភាពសាមណេរគុលសុភ័ក្រជាសាមណសិស្សវត្តប្រាំងសូមអនុមោទនា